ว่าบ้านคือถ้าเอาเมียนไอ้ไฟมาอันเอาซิงเกตคือถ้าเมียนแต่บอลเนี่ยมีเดียแต่ยังเหลือซาคืนเกตซอบไซไอซ์ซอกับบ้านจีนกับบ้านชากับบ้านจังเวียคือทำอย่างงี้สู้ละไอ้น้ำเมื่อเรากาเวียไฟได้พองก็สำหรับจัดติงมาสาบอลตั้งสโนว์กินบอมตัวมั้งโดยบาลใบตกมาយើងដូចជាមិនពេញនិយមប្រើដោយក្បាល3ប្រហែលទេពេលឧដរហ្នឹងពេញប្រាប់គេអារឿងដូចនឹងទៀតអូមានកម្រោកណាកម្រោកឆ្នាំងបាទគឺឆ្នាំងស៊ុបមើលក្នុងវីដេអូឃើញរៀងតូចតែម្ដងនេះបានដឹងតែធំនេះមិនតូចប៉ុន្មានណាប្រហែលជា3ទឹកអីអានេះអាចដាក់ទឹកបាន4 15លីត្រនេះbrand media ទិញពីសាវបាវនេះសបអាលួងស្អាតទៀតណាគួរសំដែរតាមានអីស្អាតតាការទិញមើលវីដេអូដូចឃើញតូចដែរតែដល់ពេលយកមកដល់អញ្ចឹងបានដឹងថាគឺធំមែនតើណាឃើញក្រាហ្វិកថ្លៃពេកចិត្តតែសាល់បងអារបស់ថ្មីទំនើបគេណាមួយវាងាយស្រួលដែរទេហើយតម្លៃក៏មិនជាថ្លៃអីប្រហែលដែរតម្លៃ$15ហើយបូកនឹងទាំងសេវាដឹកដូចជា$9អញ្ចឹងវាអស់ចូល$25បាទចាំមើលយកតែសាក់បងស្លឆាឬក៏ជាតិឲ្យមើលបាទតាមហូបមានចាក់ស្ដែងឥឡូវទីផោណែនាំគេខាងនេះមិនថាមានផោណែនាំវាតចិនសុតណាបាទឥឡូវមកតែសាក់បងគឺថាឆ្នាំងស៊ុបនឹងធ្វើបានល្អមែនតើដូចគេផ្សព្វផ្សាយអញ្ចឹងសម្រាប់ការស្លកធ្វើម្ហូបទឹកនឹងគឺថាមើលចោះទឹកពុះខ្សុលតែម្ដងហើយក៏ងាយស្រួលផងដែរគ្រាន់តែដាក់ទឹកដាំមួយសន្ទុះទឹកក៏ពុះក្តៅឡើងកម្ដៅគឺថាក្តៅឡើងលឿនល្អណាស់ហើយកម្ដៅគឺថាអាចដំឡើងឬបន្ថយបានដោយមូលវីតុងនេះហើយសម្រាប់ការចៀនគឺថាក៏ធ្វើបានល្អដែរគឺចៀនសាច់អត់ជាប់ផ្ទះទេតែបើចៀនត្រីអានឹងខ្ញុំមិនទាន់ដឹងទេដោយសារមិនទាន់បានសាកល្បងហើយនេះគឺចៀនសាច់គោមកអ៊ីមដែរហ្នឹងណាមើលណាហើយបើចៀនពងទាវិញគឺថាកាន់តែងាយស្រួលទៀតគឺចាក់ពងទាទៅគឺអត់ជាប់ផ្ទះទេទុកមកស្ទុះវារឹងហើយយើងអាចប្រែក្លាប់ចុះក្លាប់ឡើងបានយ៉ាងងាយស្រួលសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណឹងទេបាទអរគុណសម្រាប់ការទស្សនាជាចុងក្រោយសូមសំណូមពរមួយបាទសូមជួយចុច follow page មួយផងបាទជាកម្លាំងចិត្ត